នៅក្នុងព្រៃជ្រៅនិងស្ងប់ស្ងាត់មួយដែលពោពេញទៅដោយដើមឈើខ្ពស់និងសត្វស្លាបចម្រុះពណ៌មានទន្សាយតូចមួយឈ្មោះគីរីវាមានរូបរាងតូចទន់និងរហ័សរហួនប៉ុន្តែសំខាន់បំផុតវាឆ្លាតណាស់រស់នៅមិនឆ្ងាយប៉ុន្មានពីទីនោះគឺជាខ្លាធំនិងកាច់សាហាវមួយសម្លេងក្រហមរបស់វាបានអង្រួនស្លឹកឈើហើយសត្វទាំងអស់នៅឆ្ងាយពីវាខ្លាតែងតែខឹងតែងតែឃ្លានហើយតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីដេញអ្នកណាដែលវាបានឃើញនៅរសៀលក្តៅមួយនៅពេលដែលគីរីលោតទៅជិតទន្លេដើម្បីផឹកទឹកខ្លាស្រាប់តែលោតចេញពីក្រោយដើមឈើខ្លាអាហារទន្សាយតូចមួយសម្រាប់អាហារថ្ងៃត្រង់បេះដូងរបស់គីរីលោតញាប់ប៉ុន្តែចិត្តរបស់វានៅតែស្ងប់ស្ងាត់វាអន់ក្បាលដោយគួរសមហើយនិយាយថាគីរីក៏ខ្លាធំអ្នកមិនអាចស៊ីខ្ញុំថ្ងៃនេះបានទេខ្ញុំយកសារមកឲ្យអ្នកខ្លាព្រិចភ្នែកសារមួយសម្រាប់ខ្ញុំគីរីក្បាតមានខ្លាមួយទៀតនៅក្នុងព្រៃនេះវានិយាយថាវាខ្លាំងជាងអ្នកហើយវាចង់បានទន្លេរបស់អ្នកក៏ភ្នែករបស់ខ្លាបើកធំដោយកំហឹងខ្លាក៏ខ្លាមួយទៀតខ្លាំងជាងខ្ញុំបង្ហាញវាមកខ្ញុំភ្លាមគីរីងក់ក្បាលហើយនាំខ្លាខឹងទៅកាន់ទន្លេខ្លានៅក្នុងទឹកពេលពួកគេទៅដល់ច្រាំងទន្លេទឹកស្ងប់ស្ងាត់ដូចកញ្ចក់គីរីចង្អុលទៅកញ្ចក់ឆ្លោះគីរីនោះមើលចុះខ្លានោះនិយាយថាវាខ្លាំងជាងអ្នកខ្លាផ្អៀងលើទឹកហើយឃើញខ្លាដ៏ធំមួយកំពុងសម្លឹងមកក្រោយកញ្ចក់ឆ្លុះរបស់វាក្រហមកញ្ចក់ឆ្លុះនោះក្រហមត្រឡប់មកវិញវាបើកមាត់កញ្ចក់ឆ្លុះនោះបើកមាត់ខ្លាក្រហមខ្លាំងរហូតដល់សត្វស្លាបហើរចេញពីដើមឈើខ្លាតើអ្នកហ៊ានប្រកួតប្រជែងខ្ញុំដោយរបៀបណាដោយមិនគិតវាលោតចូលទៅក្នុងទឹកដើម្បីវាយប្រហារខ្លាមួយទៀតទឹកហូរខ្លាខឹងយ៉ាងខ្លាំងបានលិចចូលទៅក្នុងទន្លេយ៉ាងជ្រៅក្អកនិងទឹកហូរមានការភាន់ច្រឡំនិងខ្មាស់អៀនទន្ទឹមនឹងនេះគីរីតូចអង្គុយលើថ្មសាច់តិចទន្សាយឈ្នះខ្លាបានឡើងចេញពីទឹកសាមជោគនិងញ័រខ្លាខកចិត្តអូវាជាមន្តអាគមបែបណាគីរីញឹមមិនមែនជាមន្តអាគមទេគ្រាន់តែជាការឆ្លុះបញ្ចាំងរបស់អ្នកពេលខ្លះកំហឹងធ្វើឲ្យយើងប្រយុទ្ធជាមួយខ្លួនឯងខ្លាបានព្រិចភ្នែកដោយមានការងឿងឆ្ងល់ប៉ុន្តែស្ងប់ស្ងាត់ជាងមុនគីរីបានលោតចេញទៅដោយសុវត្ថិភាពនិងរីករាយហើយសត្វទាំងនោះបានស្រែកហូអបអរគាត់ពីក្រោយគុំពោតសិលធម៌នៃរឿងការឆ្លាតវៃគឺប្រសើរជាងការរឹងមាំហើយកំហឹងអាចធ្វើឲ្យអ្នកប្រយុទ្ធនឹងការឆ្លុះបញ្ចាំងរបស់អ្នក